ខាងក្រៅស្រួយខាងក្នុងទន់បាញ់និយាយពីសាច់វិញគឺល្មួតតែម្ដងមកមានទាំងអស់គ្នាស័ក្តិសមមែនតែនសម្រាប់ដែលអូនចង់ញ៉ាំបែប finger food ណាហើយមកមីភ័យទាំងតិចកូនខ្ញុំឆ្លាក់បងអាចមើលលបាយរបស់យើងបាននិយាយទៅគឺឡើងម៉ត់ទន់តែម្ដងមនុស្សយើងថ្ងៃនេះគឺល្ពៅបំពងជាមួយនឹងត្រីសាល់ម៉ុនមកមានទាំងអស់គ្នាដែលមានល្ពៅនៅសល់អត់ដឹងធ្វើអីអាចមកឆ្នៃតាមខ្ញុំបានហើយសម្រាប់មនុស្សនេះណែនាំសម្រាប់អូន3ខែឡើងទៅសាល់ម៉ុនគឺជាប្រភេទត្រីដែលល្អម្យ៉ាងសម្រាប់សុខភាពមិនថាសម្រាប់អូនតូចនិងមនុស្សពេញវ័យឬក៏មនុស្សធំទេដោយសារវាសម្បូរ DHA Omega 3 6 9ជួយដល់ការលូតលាស់ខួរក្បាលជួយដល់ភ្នែកសម្បូរជាតិខ្លាញ់ល្អ fatty acid ជួយដល់រាងកាយយើងទាំងមូលផងដែរហើយបើសម្រាប់អូនតូចមកមីថាអត់ដឹងថាត្រូវធ្វើអីក្រៅពីបបរឬក៏បំពងទេអាចឆ្នៃតាមខ្ញុំនេះបានហើយសម្រាប់ម៉នុយនេះយើងអាចប្រើជាដលងប្រាំងក៏បានដែរតែដោយសារម៉នុយនេះខ្ញុំធ្វើឲ្យអូនញ៉ាំពេលល្ងាចអញ្ចឹងខ្ញុំអត់ប្រើជាដលងប្រាំងទេករណីដែលយើងប្រើដលងប្រាំងពេលយប់ឲ្យកូនញ៉ាំកូនអាចនឹងពិបាករំលាយធ្វើឲ្យកូនឆ្អល់ពោះហើមពោះអីបានដូច្នេះហើយទើបខ្ញុំជំនួសទៅជាល្ពៅវិញដោយសារម៉នុយមួយនេះប្រើសម្រាប់អូនតូចអញ្ចឹងខ្ញុំអត់ប្រើគ្រឿងទេសអីច្រើនទេមកមីទាំងអស់គ្នាគ្រឿងទេសនៅចានទី1គឺជាប្រភេទម្សៅខ្ទឹមដើម្បីឲ្យអាហាររបស់អូនមានក្លិនឈ្ងុយកាត់ក្លិនឆ្អាបហើយអត្ថប្រយោជន៍របស់ម្សៅខ្ទឹមក៏វាមានច្រើនដែរជួយដល់សុខភាពបេះដូងជួយកុំឲ្យអូនឆ្អល់ពោះហើមពោះអីជាដើមឡើយចំណែកម្សៅនៅចានទី2ហ្នឹងគឺជាម្សៅទ្រូងមាន់ដែលសម្បូរទៅដោយប្រូតេអ៊ីនម្សៅទ្រូងមាន់របស់យើងគឺធ្វើចេញពីទ្រូងមាន់សុទ្ធ 100% អត់មានលាយម្សៅទេគឺយកទ្រូងមាន់ហ្នឹងមកកិនម៉ត់ខៃដោយលបាយដែរមកមីទាំងអស់គ្នាបានឃើញអញ្ចឹងវាសម្បូរប្រូតេអ៊ីនគឺសំខាន់មែនតើទៅក្នុងរាងកាយរបស់កូនគឺជួយដល់ការលូតលាស់ជួយដល់សាច់ដុំហើយដែលសំខាន់គឺជួយរាងកាយរបស់អូនរឹងមាំហើយជួយដល់សុខភាពបេះដូងអូនផងដែរចំណែកបន្លែស្លឹកខ្ញុំប្រើជាបន្លែខាលបើសិនជាមកមីទាំងអស់គ្នាមានបន្លែខាលទេយើងអាចប្រើជាបន្លែដែលមានពណ៌បៃតងចាស់ដូចជាស្លឹកខាត់ណាស្លឹកផ្ទីស្លឹកបាក់អីក៏បានដែរហើយសម្រាប់ថង់របស់យើងគឺខ្ញុំបន្ថែមប្រេងតិចតួចដើម្បីកុំឲ្យលបាយរបស់យើងវាជាប់ទៅជាមួយនឹងថង់ហ្នឹងហើយយើងអាចដាក់បំពងចេះក៏បានតែបើមកមីទាំងអស់គ្នាបារម្ភខ្លាចតែបំពងទៅវាជប់ខ្លាញ់អីអញ្ចឹងមកមីទាំងអស់គ្នាអាចយកវាទៅដាក់នៅក្នុង air fryer ឬដាក់ក្នុង microwave បានយើងអាចសូនវាជាទម្រង់វែងបែបនេះដើម្បីឲ្យកូនងាយស្រួលកាន់ឬក៏យើងអាចធ្វើវាមូលទៅប៉ែតយកទៅជៀនលើផ្ទះក៏បានដែរនិយាយទៅស៊ីសងលើការច្នៃរបស់យើងឯងមកមីទាំងអស់គ្នាសម្រាប់មនុស្សនេះមកមីទាំងអស់គ្នាអាចច្នៃអូនញ៉ាំមួយបាយចំហុយបាយជ្រៃក៏បានឬញ៉ាំអញ្ចឹងដែរក៏បានដោយសារនៅក្នុងអាហាររបស់យើងមកពេលនេះគឺមានទាំងអាហារសាសង់អាហារការពារនិងអាហារសុខភាពអញ្ចឹងមកមីទាំងអស់គ្នាអាចឲ្យគាត់ញ៉ាំអញ្ចឹងបានបាច់បារម្ភទាំងខ្លាចញ៉ាំអញ្ចឹងទៅកូនអត់ឆ្អែតទេដោយសារការលូតលាស់របស់កូនពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះហើយទើបធ្វើឲ្យចំណង់អាហារកូនពេលខ្លះផ្លាស់ប្ដូរដែរអញ្ចឹងមកមីទាំងអស់គ្នាបាច់ឆ្ងល់ទេថាអាម្ហូបនឹងធ្លាប់ញ៉ាំសោះហ្នឹងមិនក៏ឥឡូវលែងញ៉ាំដូច្នេះហើយមកមីទាំងអស់គ្នាគួរតែព្យាយាមច្នៃឲ្យបានច្រើនមុខច្រើនបែបកុំឲ្យកូនត្រលន់ហើយសម្រាប់កូនខ្ញុំមិនថាម៉នុយនឹងធ្វើសម្រាប់កូនតូចប្រើគ្រឿងទេសបែបស្រាលក៏គាត់នៅតែញ៉ាំបានធម្មតាដែរដោយសាររាល់ថ្ងៃក៏គាត់នៅតែញ៉ាំគ្រឿងទេសកូនក្មេងដែរគ្រឿងទេសកូនក្មេងគឺអំបិលទាបស្ករទាបសូយ៉ូមទាបអត់ធ្វើឲ្យអូនដិតមួយរសជាតិចំណីអញ្ចឹងអូនសូវឬចំណៃងាយស្រួលក្នុងការញ៉ាំមកមីទាំងអស់គ្នាអាចរកទិញបាននៅហាងកូនដំរីអរគុណសម្រាប់ការទស្សនា